សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ភូមិខ្មោច Podcast នាងខ្ញុំជា Assistant របស់ Admin Channel ភូមិខ្មោច Podcast ថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅស្ដាប់រឿងខ្មោចដ៏គួរឲ្យខ្លាចបំផុតនៅក្នុងភូមិជនបទដាច់ស្រយាលមួយមានកំឡោះម្នាក់ឈ្មោះស៊ីមបានលងស្នេហ៍ជាមួយនឹងក្រមុំម្នាក់ឈ្មោះឌួងនៅឯចុងភូមិកំឡោះស្រុកស្រែម្នាក់នេះតែងតែទៅមករកក្រមុំឌួងជានិច្ចមិនថាពេលយប់ឬពេលថ្ងៃទេឲ្យតែនឹកចង់ទៅគេទៅភ្លាមយប់មួយជាយប់ថ្ងៃ15កើតដែលចាស់បុរាណលោកតែងតែនិយាយតគ្នាថាយប់លែងខ្មោចប៉ុន្តែទោះជាលែងខ្មោចលែងព្រាយអីក៏ដោយក៏កំឡោះស៊ីមមិនចាប់អារម្មណ៍ដែររឿងដែលគេចាប់អារម្មណ៍គឺជានាងឌួងសង្សារបណ្ដុលចិត្តស្រស់ស្អាតតែម្នាក់គត់យប់នោះក្រោយពីងូតទឹកងូតផកហូបបាយហូបទឹករួចហើយនាយកំឡោះស៊ីមរៀបចំខ្លួនចេញពីផ្ទះតម្រង់ទៅកាន់ផ្ទះស្រីស្រស់បណ្ដុលចិត្តនៅចុងភូមិចម្ងាយប្រហែលជាជាង2គីឡូម៉ែត្របង្កប់ដោយក្តីរំភើបថានឹងបានជួបនាងក្នុងរាត្រីខែភ្លឺដ៏ត្រកាលនេះជាមិនខានមុនពេលចេញដំណើរស៊ីមបានយកអាវុធតាមរបៀបអ្នកស្រែចម្ការទៅជួបខ្លួនផងដែរនោះគឺដាវដួងច័ន្ទពណ៌ស្លាទុំកំពុងចរគ្រឿងនៅលើចុងឈើទៅខាងកើតចែងចាំងពន្លឺក្របដណ្ដប់ផ្ទៃដីស្រែដែលទៅបនឹងច្រូតកាត់រួចថ្មីនៅសល់តែគល់ជញ្ជ្រាំងមើលទៅឃើញរៀបស្មើដោយកំរាលព្រំនាយស៊ីមដាវស្ទង់តាមផ្លូវរទេះកាត់វាលស្រែដៃឆ្វេងកាន់ដាវដៃស្ដាំត្បៀតបារីជោគចោលពន្លឺក្រហមព្រាកផ្សែងផុលយ៉ាងមានសេចក្តីសុខដាវទៅបានពាក់កណ្ដាលផ្លូវគេអាចមើលឃើញដំបូលផ្ទះរបស់នាងក្រមុំឌួងស្ទង់ដោយសារពន្លឺព្រះច័ន្ទភ្លាមនោះស្រាប់តែសំឡេងឆ្កែលូដោយគ្មានហេតុផលសំឡេងឆ្កែមិនមែនចេញពីក្នុងភូមិទេប៉ុន្តែជាសំឡេងលូនៅកណ្ដាលវាលស្រែទៅវិញនាយស៊ីមខំប្រឹងងាករកមើលតាមរយៈសំឡេងនោះតែមិនឃើញរូបរាងរបស់ឆ្កែសោះគេគិតក្នុងចិត្តម្នាក់ឯងថាកណ្ដាលវាលស្រែគ្មានផ្ទះមួយក្នុងផងឆ្កែនឹងវាមកពីណាប្រសិនបើអ្នកខ្លះវិញប្រហែលជាត្រូវព្រឺរោមបះសក់ព្រាតទៅហើយព្រោះគេតែងតែនិយាយថាឆ្កែវាលូប្រុសខ្មោចប៉ុន្តែនេះជានាយស៊ីមគេជាកំឡោះមិនមែនចេះខ្លាចមនុស្សឬខ្មោចព្រាយបិសាចអីទេជើងពីររបស់គេនៅតែបន្តបោះចំហៀនទៅជារឿយនៅមិនប៉ុន្មានទៀតទេនឹងដោយផ្ទះនាងឌួងហើយឆ្កែចង់លូឲ្យវាលូស្រែកតែវាទៅដើរទៅទៀតមិនទាន់បានប៉ុន្មានចំហៀនថងនាយស៊ីមក៏បានឃើញរាងស្ទង់របស់នរណាម្នាក់អង្គុយបែរខ្នងឲ្យនៅលើដងកុដឈើក្បែរផ្លូវនាយទានដាវចេញពីស្រោមយ៉ាងរហ័សតាមសញ្ជាតិញ្ញាណក្នុងការប្រយ័ត្នខ្លួនដោយគិតក្នុងចិត្តថានរណាគេមកអង្គុយហាលខ្យល់ហាលសន្សាមទស្សនាដួងច័ន្ទអីកណ្ដាលវាលស្រែយ៉ាងនេះលុះដាវទៅចិត្តដល់ទើបដឹងថាជាស្រីព្រោះសក់វែងស្មើចង្កេះនាងអង្គុយថ្មឹងបែរខ្នងដោយរូបចម្លាក់នាយស៊ីមចោលកន្ទុយបារីក្បែរភ្លើរទេះយកកែងជើងជន់ពន្លត់កំទេចភ្លើងហើយបញ្ចេញសំឡេងក្រហែមមុននឹងសួរថាណែបងអនស្រីមកអង្គុយធ្វើអ្វីនៅទីនេះនាងម្នាក់នោះបែរមកឆ្លើយដោយសំឡេងវែងថាមកចាំជួបបងនឹងឯងឆ្លើយហើយក៏ក្រោកពីដងគុតឈើមកឈរលើផ្លូវរទេះស្តាក់មុខនាយស៊ីមនិងស្រីចម្លែកម្នាក់នោះឈរទល់មុខគ្នាចម្ងាយមួយហាត់បំណោះនាយកំឡោះហាក់ដូចជាស្លុតវិញ្ញាណបន្តិចនៅពេលដែលឃើញស្រីស្រស់ដូចទេពកញ្ញាឈរស្តាក់មុខយ៉ាងប្រហើននៅកណ្ដាលព្រៃយ៉ាងដូចនេះនាយខំតាំងចិត្តជាថ្មីរួចសួរបន្តថាណែបងអូនស្រីនាងប្រាប់ថានាងមករងចាំខ្ញុំតែចាំជួបខ្ញុំធ្វើអីនាងជានរណាមកពីណាខ្ញុំមិនដែលស្គាល់នាងទេក្រមុំយ៉ាមវិកាលបោះដៃមកចំពីមុខនាយស៊ីមហើយថាសុំបារីមួយដើមសិនសឹមយឿនប្រាប់នាយស៊ីមគិតខ្មាំងចិត្តស្រីនេះជាស្អីមកពីណាដែរនាយមើលមុខនាងបណ្ដើដៃរាវលូកយកកញ្ចប់បារីចេញពីហៅប៉ៅបណ្ដើរួចដកមួយដើមហុចទៅឲ្យនាងទទួលយកដាក់បៀមក្នុងមាត់រួចហើយបកដៃធ្វើជាសញ្ញាឲ្យនាយកំឡោះអួចបារីឲ្យនាងបឺតផ្សែងចូលទៅក្នុងមាត់យ៉ាងវែងទើបបង្ហុយចេញមកផ្សែងទ្រពដោយផ្សែងភ្លើងគប់នាយស៊ីមសួរបន្តថានាងនៅក្រមុំអីចឹងចៃចុកបារីដែរនាងសាចកាច់កមុននឹងឆ្លើយថា
កាលពីមុនមិនចេះចកទេប៉ុន្តែដោយសារមានមនុស្សចេះតែយកមកសែនញឹកញាប់ពេកយូរខ្ញុំក៏ញៀនទៅនាយស៊ីមថយក្រោយមួយចំហៀនភ្ញឹកដឹងសម្ដីមួយមាត់ដែលថាមានមនុស្សយកមកសែនទើបសួរនាងថានាងនិយាយថាមានគេយកមកសែនយ៉ាងម៉េចតើនាងជាស្អីហើយប្រាប់ខ្ញុំបានឬនៅថានាងមករងចាំខ្ញុំធ្វើអីក្រមុំយ៉ាមវិកាលចង្អុលទៅដើមជ្រៃធំកណ្ដាលវាលស្រែហើយប្រាប់ថាខ្ញុំនៅទីនោះជាង200ឆ្នាំហើយនរណាមានរឿងអីតែងតែបន់ស្រន់ឲ្យខ្ញុំជួយពេលខ្ញុំជួយសម្រេចគេក៏នាំយកសំណែនផ្សេងមកលាបបណ្ណុនក្នុងនោះខ្ញុំចូលចិត្តបារីជាងគេបំផុតនាងនិយាយថាមានគេយកមកសែនយ៉ាងម៉េចតើនាងជាស្អីហើយប្រាប់ខ្ញុំបានឬនៅថានាងមករងចាំខ្ញុំធ្វើអ្វីនាងយាមវិកាលចង្អុលទៅដើមជ្រៃធំកណ្ដាលវាលស្រែហើយប្រាប់ថាខ្ញុំនៅទីនោះជាង200ឆ្នាំហើយនរណាមានរឿងអ្វីតែងតែបន់ស្រុនឲ្យខ្ញុំជួយពេលខ្ញុំជួយសម្រេចគេក៏នាំយកសំណែនផ្សេងមកលាបបំណុនក្នុងនោះខ្ញុំចូលចាត់បារីជាងគេបំផុតនិយាយបានប៉ុណ្ណោះនាងក៏បង្អង់បឺតថ្នាំមួយហឺតទៀនចំណែកនាយស៊ីមវិញគេបានយល់ច្បាស់ថានាងជាខ្មោចកាន់ដើមពោធិ៍ជ្រៃនោះឯងខ្ញុំមករងចាំបងក៏ដើម្បីប្រាប់ថាថ្ងៃនេះបងកុំទៅរកដួងអីហេតុអ្វីដួងជាស្រីស្អាតបរោះដែលឡងស្នេហ៍ជាមួយនាងមានច្រើនយ៉ាងណាមិនមែនតែបងម្នាក់ឯងទេក្នុងនោះក៏មានកូនប្រធានភូមិម្នាក់ដែរដែលស្រឡាញ់នាងដួងប៉ុន្តែនាងដួងមានបេះដូងតែមួយសម្រាប់តែបងម្នាក់ប៉ុណ្ណោះយប់នេះអាអេងកូនប្រធានភូមិនាំដៃជើងរបស់វាទៅពួនស្ទាក់ចាំសម្លាប់បងត្រង់ច្រកផ្លូវចូលផ្ទះដួងប្រសិនបើបងទៅអាអេងនិងកូនចៅរបស់វានឹងសម្លាប់បងយ៉ាងពិតប្រាកដខ្ញុំដឹងថាបងមិនខ្លាចប៉ុន្តែបងតែម្នាក់ឯងទោះជាបងពូកែយ៉ាងណាក៏ដោយបើម្ខាងណាច្រើនជាងម្ខាងនោះជាអ្នកឈ្នះបងជឿខ្ញុំចោះគង់ទៅអីនាំគ្រោះថ្នាក់បងនិងដួងជាគូនឹងគ្នាត្រូវតែបានរៀបការជាមួយគ្នាយ៉ាងពិតប្រាកដខ្ញុំឃើញបងជាមនុស្សល្អតើបខ្ញុំមកប្រាប់ខ្ញុំទៅហើយណារាងកាយរបស់ស្រីយាមវិកាលបាត់ខ្លួនទៅវិញព្រមជាមួយនឹងសូឆ្កែលូនាយស៊ីមបែរមុខទៅរកដើមពោធិ៍ជ្រៃលើកដៃប្រណាំពោលពាក្យអរគុណមិនគួរឲ្យជឿក៏ត្រូវតែជឿក្រោយមកនាយស៊ីមក៏បានរៀបការជាមួយនឹងនាងដួងយ៉ាងពេញចិត្តពួកគេនឹកដល់គុណអ្នកថែរក្សាដើមពោធិ៍ព្រមទាំងបានចំណាយធនធានធ្វើជាកូនខ្ទុំមួយយ៉ាងសង្ហាក្រោមដើមពោធិ៍ជ្រៃធំនោះនិងបានទិញរបស់របរមកសែនឲ្យជាប្រចាំជាពិសេសគឺបារីសូមអរគុណ